ក្មេងស្រីរូបនោះបានប្រមូលកម្លាំងចិត្តដើម្បីឈប់រថយន្តទំនើបមួយគ្រឿងនាងក៏រត់ទៅកាន់បង្អួចឡានភ្លាមហើយប្រាប់មហាសេដ្ឋីថានាងគឺជាកូនស្រីបង្កើតរបស់គាត់ប៉ុន្តែមហាសេដ្ឋីរូបនោះបានបញ្ជាអ្នកបើកបរឲ្យបើកចេញទៅយ៉ាងត្រជាក់ស្រេកដោយឃើញថាគាត់ពិតជាចង់ចាក់ចេញមែនក្មេងស្រីនោះក៏ប្រញាប់រើដុំធ្នូមួយដុំពីលើដីរួចគប់ទៅលើកញ្ចក់ក្រោយរបស់រថយន្តនោះកញ្ចក់បែកខ្ទេចភ្លាមដែលធ្វើឲ្យមហាសេដ្ឋីចាប់អារម្មណ៍នាងទោះជាយ៉ាងណាមុនពេលគាត់អាចចុះពីឡានមកក្មេងស្រីនោះក៏សន្លប់បាត់ស្មារតីដោយសារអស់កម្លាំងពេលនាងដឹងខ្លួនឡើងវិញនាងក៏ឃើញខ្លួនឯងនៅក្នុងផ្ទះរបស់មហាសេដ្ឋីលទ្ធផលតេស្ត DNA បានចេញមកហើយនាងពិតជាកូនស្រីរបស់គាត់មែនក្មេងស្រីនោះប្រាប់ថានាងធំធាត់ក្នុងមណ្ឌលកុមារកំព្រាហើយទោះបីជាត្រូវបានគេយកទៅចិញ្ចឹមនៅពេលក្រោយក៏ដោយឪពុកម្ដាយចិញ្ចឹមមិនដែលធ្វើល្អចំពោះនាងឡើយនាងក៏លុតជង្គង់សុំអង្គមហាសេដ្ឋីកុំឲ្យបណ្ដេញនាងចេញមហាសេដ្ឋីបានរុញដៃនាងចេញរួចក្រោកឈរហើយដើរចេញទៅនៅពេលដែលក្មេងស្រីគិតថាខ្លួននឹងត្រូវគេបណ្ដេញចេញស្រាប់តែមានក្រុមអ្នកបម្រើមកកាន់បន្ទប់របស់នាងដើម្បីជួយនាងផ្លាស់ប្ដូរសម្ភារៈនោះទើបដឹងថាមហាសេដ្ឋីបានយល់ព្រមឲ្យនាងស្នាក់នៅទីនេះដោយស្ងៀមស្ងាត់ពេលអាហារពេលល្ងាចនាងលើកកែវស្រាឡើងហើយនិយាយថាពេលនាងរកលុយបាននាងនឹងសងគុណគាត់ឲ្យបានប៉ុន្តែភ្លាមនោះនាងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅបាតដៃក៏ប្រញាប់ដាក់កែវចុះមហាសេដ្ឋីចាប់អារម្មណ៍ឃើញភាពខុសប្រក្រតីក៏សួរនាងថាមានរឿងអ្វីកើតឡើងចំពោះដៃស្ដាំរបស់នាងក្មេងស្រីស្ទាក់ស្ទើរព្រោះនាងខ្លាចពេកមិនហ៊ានឆ្លើយការពិតទៅដៃរបស់នាងគឺរងរបួសដោយសារតែកូនស្រីរបស់ឪពុកចិញ្ចឹមនាងកូនស្រីរបស់ឪពុកម្ដាយចិញ្ចឹមនាងបានវាបំបែកសុំរូបថតដោយចិត្តណាហើយរុញនាងឲ្យដួលទៅលើកំទេចកញ្ចក់ពេលដែលឪពុកម្ដាយចិញ្ចឹមដឹងរឿងនេះជំនួសឲ្យការខ្វាយខ្វល់ពីនាងពួកគេបែរជាស្ដីបន្ទោសនាងថាជាអ្នកធ្វើឲ្យបែកសុំរូបថតនិងធ្វើឲ្យកូនស្រីរបស់ពួកគេរងរបួសក្រោយមកនាងបានលួចជំម្ដាយចិញ្ចឹមនិយាយថានាងគឺជាកូនបង្កើតរបស់មហាសេដ្ឋីម្នាក់នោះប៉ុន្តែម្ដាយចិញ្ចឹមមិនមានបំណងប្រាប់នាងឡើយដោយចង់ទុកនាងឲ្យនៅបម្រើក្នុងផ្ទះបន្តទៀតនាងមានការខកចិត្តយ៉ាងខ្លាំងចំពោះឪពុកម្ដាយចិញ្ចឹមហើយសម្រេចចិត្តថានឹងមិនស្នាក់នៅក្នុងផ្ទះដ៏អភ័ព្វនោះទៀតទេដើម្បីតាមរកឪពុកបង្កើតនាងបានស៊ើបដឹងពីផ្លូវដែលគាត់តែងតែធ្វើដំណើរទៅផ្ទះទោះបីជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏នាងសម្រេចចិត្តរត់ទៅកណ្ដាលផ្លូវដើម្បីឃាត់ឡានគាត់ដោយឃើញថានាងមិនចង់ប្រាប់ពីមូលហេតុដែលដៃនាងមានរបួសមហាសេដ្ឋីរូបនោះក៏មិនបានសួរដេញដោលបន្តទៀតគាត់បានលើកចានបដើរមកជិតនាងហើយបញ្ចុកនាងដោយផ្ទាល់ដៃក្មេងស្រីស្រាប់តែមានអារម្មណ៍ថាឪពុកបង្កើតរបស់នាងមិនមែនជាមនុស្សគួរឲ្យខ្លាចដូចដែលនាងគិតទេថ្ងៃមួយខណៈពេលដែលនាងកំពុងគូគំនូស្រាប់តែបងប្រុសចិញ្ចឹមទាំងពីរនាក់របស់នាងបានមកដល់ផ្ទះបងប្រុសចិញ្ចឹមទាំងពីរឃើញនាងក៏យល់ច្រឡំថាជានាងចង់រងចាំពួកគេហើយចង់ឲ្យពួកគេមកនាំនាងត្រឡប់ទៅវិញនាងមិនបានខ្វល់ពីពួកគេឡើយហើយបីឆ្កែរបស់ឪពុកនាងរួចរៀបចំខ្លួនចាក់ចេញប៉ុន្តែឆ្កែបានដឹងពីចិត្តនាងអាក្រក់របស់បងប្រុសចិញ្ចឹមទាំងពីរហើយព្យាយាមខំពួកគេក្មេងស្រីនោះប្រញាប់ចាប់ខ្សែឆ្កែប៉ុន្តែបងប្រុសចិញ្ចឹមទាំងនោះមិនស្ដាប់នាងឡើយដោយចោទប្រកាន់ថានាងមានចិត្តនាងឲ្យឆ្កែទៅខំពួកគេដោយឃើញពាក្យសម្ដីពួកគេកាន់តែធ្ងន់ធ្ងរក្មេងស្រីនោះលែងអត់ធ្មត់ទៀតហើយក៏បង្គាប់ឲ្យឆ្កែទៅខំពួកគេភ្លាមនោះអ្នកទាំងពីរបានរត់គេចដោយភ័យខ្លាចល្ងាចនោះមហាសេដ្ឋីបាននាំនាងទៅមន្ទីរពេទ្យដើម្បីព្យាបាលដៃខណៈពេលដែលមហាសេដ្ឋីកំពុងពិភាក្សាអំពីគម្រោងព្យាបាលជាមួយគ្រូពេទ្យក្មេងស្រីនោះក៏ឃើញឪពុកចិញ្ចឹមនិងបងប្រុសទាំងពីររបស់នាងនៅក្នុងមន្ទីរពេទ្យដែលឪពុកចិញ្ចឹមរបស់នាងបានស្ដីបន្ទោសនាងយ៉ាងខ្លាំងដោយចោទថានាងសងគុណដោយការឈឺចាប់និងបង្កបួសដល់បងប្រុសទាំងពីរពួកគេជេរប្រមាថនាងថាជាមនុស្សអាក្រក់ពេលដែលក្មេងស្រីនោះទ្រាំមិនបានក៏យមមហាសេដ្ឋីបានហុចកន្សែងជូតមុខឲ្យនាងឪពុកចិញ្ចឹមរបស់នាងស្គាល់អត្តសញ្ញាណរបស់មហាសេដ្ឋីហើយដោយខ្លាចមានរឿងក៏ព្យាយាមអូសទាញនាងឲ្យត្រឡប់ទៅផ្ទះមហាសេដ្ឋីបានឃាត់គាត់ភ្លាមហើយប្រកាសជាសាធារណៈថាក្មេងស្រីនោះគឺជាកូនស្រីរបស់គាត់ឪពុកចិញ្ចឹមរបស់នាងមានការតក់